រងឈុនពិតជាត្រូវបានរដ្ឋបတ်សេរីភាពមែនទេសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិមិនមែនជាការប្រឌិតព័ត៌មានคล้ายៗមិនមែនជាការបំភាន់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនហើយក៏មិនមែនជាការញុះញង់ចង់បង្កចលាចលដល់សន្តិសុខសង្គមនោះដែរដោយដែលបងប្អូនបានជ្រាបហើយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2026ថ្មីនេះតុលាការទើបតែបើកសាលវនាការដើម្បីជំនុំជម្រះយ៉ាងម៉ត់ចត់លើសំណុំរឿងរបស់លោករងឈុនហើយនៅថ្ងៃទី19ខែមិថុនាខាងមុខនេះតុលាការនឹងចេញសាលដីកាជាស្ថាពរហើយអ្វីបានជាខ្ញុំត្រូវចេញមកនិយាយរឿងនេះដោយសារតែខ្ញុំសង្កេតឃើញថាមានបងប្អូនមួយចំនួនតូចដែលគ្រប់គ្រងក៏ដូចជាគ្រប់គ្រងជ្រុលនិយមទៅលើលោករងឈុនបានចេញមតិផ្សេងនៅក្នុងន័យវាយប្រហារជេរប្រមាថទៅលើប្រព័ន្ធតុលាការក៏ដូចជាអាជ្ញាធរឥឡូវយើងមកនិយាយការពិតដោយផ្អែកទៅលើទស្សនវិជ្ជាច្បាប់មិនមែនជាការនិយាយបញ្ចេញតាមអារម្មណ៍ខឹងសម្បារនោះទេចំពោះការចាប់ខ្លួនលោករងឈុនតើជាការបញ្ចេញមតិឬក៏ជាការញុះញង់បងប្អូនតើគ្នាឥឡូវមុននឹងយើងចង់ការពារនរណាម្នាក់ឬក៏យើងចង់ចោទប្រកាន់នរណាម្នាក់យើងក្រឡេកមើលទៅក្រោយវិញថាតើសំណុំរឿងនេះកើតឡើងដោយសារអីនៅក្នុងសំណុំរឿងលោករងឈុននេះគឺកើតឡើងតាំងពីឆ្នាំ2020មកម្លេះតាំងពីលោករងឈុនបាននិយាយបំភ្លៃការពិតញុះញង់ប្រឌិតព័ត៌មានផ្ដាល់បទសម្ភាសនិងបញ្ចេញមតិផ្សេងពាក់ព័ន្ធនឹងបញ្ហាដីធ្លីក៏ដូចជាការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅខេត្តត្បូងឃ្មុំបងប្អូនដែលជាអ្នកគ្រប់គ្រងលោករងឈុនបានលើកឡើងថាគាត់គ្រាន់តែបញ្ចេញមតិនៅក្នុងការការពារទឹកដីសោះហេតុអីបានជាគាត់មានទោសបងប្អូនទាំងគ្នាច្បាប់រដ្ឋធម្មនុញ្ញរបស់យើងគឺការពារសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិប៉ុន្តែនៅពេលដែលបុគ្គលណាម្នាក់បញ្ចេញមតិនៅក្នុងចេតនាបំភាន់នៅក្នុងចេតនាក្រឡៃការពិតនៅក្នុងចេតនាចង់បង្កភាពវឹកវរដល់សន្តិសុខសង្គមគឺច្បាប់មិនគ្រប់គ្រងនោះទេបញ្ហាព្រំដែនគឺជាបញ្ហាដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពជាតិប៉ះពាល់ដល់ស្ថិរភាពជាតិការដែលយករឿងនេះយកមកនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់គ្មានការពិតបំភាន់ភ្នែកប្រជាពលរដ្ឋគឺអាចបង្កឲ្យមានភាពវឹកវរបង្កឲ្យមានការភ័ន្តច្រឡំនិងអាចបង្កឲ្យមានការចលាចលធ្ងន់ធ្ងរផងដែរដូច្នេះអ្វីដែលតុលាការចាត់ការគឺចាត់ការទៅតាមក្រមព្រហ្មទណ្ឌមិនមែនជាការរឹតបន្តឹងសេរីភាពស្របច្បាប់របស់គាត់នោះទេជាមួយគ្នានេះផងដែរខ្ញុំក៏ចង់ផ្ដាំផ្ញើដល់អ្នកស្រឡាញ់គ្រប់គ្រងលោករងឈុនផងដែរថាការស្រឡាញ់អ្នកនយោបាយណាម្នាក់ការស្រឡាញ់បុគ្គលណាម្នាក់ការស្រឡាញ់សកម្មជនណាម្នាក់គឺជាសិទ្ធិរបស់បងប្អូនទាំងគ្នាប៉ុន្តែកុំឲ្យអ្នកដែលបងប្អូនប្រកាសថាស្រឡាញ់នោះធ្វើខុសច្បាប់បងប្អូននៅតែស្រឡាញ់ទាំងងងឹតងងល់ឲ្យតែអ្នកដែលជា idol របស់បងប្អូនធ្វើអីក៏ត្រូវច្បាប់រដ្ឋធ្វើអីក៏ខុសនោះលោករងឈុនគឺជាមនុស្សជាតិដូចយើងអញ្ចឹងចៅបុគ្គលធ្វើខុសច្បាប់តើឲ្យគាត់នៅពីលើច្បាប់ឬក៏យ៉ាងម៉េចនៅក្នុងសង្គមប្រជាធិបតេយ្យដែលដឹកនាំដោយនីតិរដ្ឋគឺគ្មានបុគ្គលណាម្នាក់មានបុព្វសិទ្ធិស្ថិតនៅលើច្បាប់នោះទេបើទោះបីជាលោករងឈុនមានតួនាទីជាទីប្រឹក្សាគណៈបកឬក៏មានតួនាទីឋានៈអ្វីក៏ដោយឲ្យតែគាត់ធ្វើខុសគឺត្រូវតែទទួលទោសចំពោះមុខច្បាប់ដោយប្រជាពលរដ្ឋធម្មតាអញ្ចឹងចំពោះប្រព័ន្ធតុលាការកម្ពុជាយើងគឺមានភាពត្រឹមត្រូវច្បាស់លាស់និងមានតម្លាភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូបជាក់ស្ដែងកាលពីថ្ងៃទី15ខែមិថុនាថ្មីនេះតុលាការបានបើកសវនាការជាចំហមានការជជែកដេញដោលនិងមានមេធាវីការពារក្តីត្រឹមត្រូវតាមនីតិវិធីនេះបង្ហាញថាប្រព័ន្ធយុត្តិធម៌បានផ្ដល់ឱកាសពេញលេញនៅក្នុងការតវ៉ាចំពោះមុខច្បាប់ហើយនៅថ្ងៃទី19ខែមិថុនាខាងមុខនេះគឺជាការសម្រេចសាលដីកាចុងក្រោយជាស្ថាពរដែលសម្រេចដោយឯករាជ្យរបស់ស្ថាប័នតុលាការដោយផ្អែកទៅលើភស្តុតាងនិងអង្គហេតុច្បាប់ច្បាស់លាស់មិនមែនផ្អែកទៅលើសម្ពាធនយោបាយឬក៏មនោសញ្ចេតនានោះទេជាចុងក្រោយខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលស្រឡាញ់គ្រប់គ្រងលោករងឈុនសូមបងប្អូនទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់និងទទួលយកនិងគោរពសាលដីកាដែលសម្រេចជាស្ថាពរចុងក្រោយពីតុលាការនៅថ្ងៃទី19ខែមិថុនាខាងមុខនេះដោយសន្តិវិធីសូមបងប្អូនកុំចាញ់បោកការញុះញង់ពីសំណាក់ក្រុមឆ្លៀតឱកាសមួយចំនួនដែលយករឿងនេះទៅដុតកំហឹងបងប្អូនទាំងអស់គ្នាហើយសូមកុំមានឬក៏បង្កការជួបជុំណាមួយដែលធ្វើខុសច្បាប់ពីព្រោះមានតែបងប្អូនខ្លួនឯងទេដែលប្រឈមមុខគ្រោះថ្នាក់ប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះការបំពានសម្ដាប់ធ្នាប់សាធារណៈប្រទេសជាតិរបស់យើងត្រូវការពង្រឹងនីតិរដ្ឋត្រូវការសន្តិភាពត្រូវការស្ថិរភាពដើម្បីអភិវឌ្ឍប្រទេសជាតិទៅមុខការចូលរួមគោរពច្បាប់គឺជាតួនាទីនិងជាកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប